សូមជូនរឿងអាច័យលក់ផ្សិតទឹកកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះថាអាច័យគាត់ជាអ្នកក្រលំបាកតែមានប្រាជ្ញាឆ្លៀតវៃណាស់ថ្ងៃមួយជ័យដើរចូលព្រៃរកអុកក៏ប្រទះឃើញផ្សិតដំបូកដុះសក្បុសដោយសេចក្តីខ្វះខាតលុយកាក់និងភាពឆ្លាតវៃជ័យក៏នឹកឃើញល្បិចមួយដើម្បីបោកសិទ្ធិដែលនៅភូមិខាងជើងអូផ្សិតដំបូកអើយដុះល្អម្លែបទេបើយកទៅស្ងោរប្រហែលជាផ្អែមតែបើយកទៅលក់អើយសិទ្ធិប្រហែលជាបានប្រាក់ចាយពេញថងគុំនិតល្អខ្ញុំនឹងប្រាប់គាត់ថានេះមិនមែនជាផ្សិតធម្មតាទេតែជាផ្សិតទេវតាអាយុអមតៈនៅឯវិមានលោកសិទ្ធិអើយអាប៉ងឈប់ប៉ទេអញបោះខ្លាំងពេកវាស័យអញហត់ទៅបាត់អស់ហើយអញពិបាកចិត្តណាស់វ៉ៃមានលុយលបកោតតែខ្លាយទៅងប់ចោលលុយអញមានដឹងថានៅឯណាមានលក់ថ្នាំពិសិដ្ឋធ្វើឲ្យអញក្មេងជាងវ័យទេអានេះដឹងក្មេងអីទៀតមុខដូចក្របីចាស់ហើយណាំងអញថាអីអាបាទទៀនខ្ញុំថាលោកម្ចាស់នៅក្មេងស្រាប់ហើយគ្រាន់តែស្បែកជ្រូជ្រួញបន្តិចប៉ុណ្ណោះភ្លាមនោះស្រាប់តែឮសំឡេងអាច័យស្រែកពីក្រៅរបងអាហារទើបអាហារដុះលើដីរសជាតិសួរគៀអ្នកបានហូបហើយអាយុវែងលយស្ដេចទេវតាមកទិញអាហារទើបរបស់ខ្ញុំបាទយីអាណាមកស្លែកលោកឆ្នាំទើបស្អែកនៅទីនេះអាប៉ងទៅហៅវាចូលមកអាឆាប់សូមគោរពលោកមហាសេដ្ឋីខ្ញុំបាទឈ្មោះជ័យជាអ្នកមានបុណ្យនាំយករបស់វិសេសមកជូនលោកអញកាន់ស្អីហ្នឹងឯចេមើលទៅលុយផ្សិតដំបូកក្លាយផ្ទះអញឈប់លោកសេដ្ឋីកំមុតអាក្រក់ពេកបើលោកថានេះជាផ្សិតដំបូកលោកបាបធ្ងន់ណាស់នេះគឺជាផ្សិតរាជសីទេវតាប្រទានវាដុះនៅកំពូលភ្នំហិមពៀន1000ឆ្នាំទើបដុះមួយតងទេវតាបានស្រែកទឹកអមฤតពីលើវាទើបវាមានពណ៌សបែបនេះអ្នកណាបានបរិភោគនឹងមានកម្លាំងដូចដំរីសាហើយអាយុវែងតដល់ចៅទួតចៅលាណាលោកមីចាជុកអាស្នាមប្រឡាក់ដីនៅគូលផ្សិតនឹងអីគេអាច័យដីភ្នំហេមពៀនឬដីដំបូកញូយអាលងងអើយនេះមិនមែនដីទេនេះគឺជាម្សៅទឹកជាប់មកពីឋានសួគ៌មកលៀងចេញគឺលែងស័ក្តិសិទ្ធិហើយអូហូពិតជាវិសេសមែនចុះឯងលួប៉ុន្មានដែរអាចេរបស់នេះមិនថ្លៃទេទៀនត្រឹមតែ100ដំឡឹងប៉ុណ្ណោះ100ដំឡឹងថ្លៃម្លេះវ៉ៃចុះមក50ដំឡឹងបានអត់តាមិនបានទេទៀនបើលោកតថ្លៃទេវតានឹងខឹងបើលោកមិនយកខ្ញុំទៅលក់ឲ្យសិទ្ធិភូមិខាងកើតហើយឈប់យកវិញយកអប៉ងតែយកលុយ100ដំឡឹងមកឲ្យអាច័យភៀមកុំឲ្យវាតណាអាច័យក៏បានខ្សឹបប្រាប់ពីរបៀបញ៉ាំខ្សឹបហាមយកទៅចំអិនលោកសិទ្ធិត្រូវអនុវត្តពិធីដូចតទៅ1លោកត្រូវឈរជើងមួយនៃកណ្ដាលវាលថ្ងៃត្រង់2ត្រូវស្រែកថាខ្ញុំជាមនុស្សឆ្លាតបំផុតក្នុងលោក3ដង3បន្ទាប់មកត្រូវពិសាផ្សិតនេះទាំងឆៅទាំងម្សៅទឹកនឹងតែម្ដងអាច័យបានទទួលប្រាក់ហើយក៏រត់ចេញយ៉ាងលឿនខ្ញុំជាមនុស្សឆ្លាតបំផុតនៅលោកខ្ញុំជាមនុស្សឆ្លាតបំផុតនៅលោកខ្ញុំជាមនុស្សឆ្លាតបំផុតនៅលោកក្រោយពីអនុវត្តជំហានទី1និងទី2រួចសេដ្ឋីហាមាត់ត្របាក់ផ្សិតនោះអូយរសជាតិវាចម្លែកណាស់ធំក្លិនដោយអាចគោទីបញ្ចប់អ្វីដែលលោកសិទ្ធិបានមិនមែនអាយុវែងទេតែបានត្រឹមតែដេកសម្រាប់ព្យាបាលជំងឺរាគរូសអស់3ថ្ងៃលោកម្ចាស់ដូចមានក្លិនចម្លែកអមទេនោះ
ខ្លួនហិតយូរទៅដូចឯកមនុស្ស អូយឈឺពន់ណាអូយចុកណាអាចៃអាមកគ្រោះ Ôi Ôi អាប៉ោហើយបែបណោ ខណៈដែលសទ្ធីល្ងងកំពុងដេកធ្ងរអាចៃកំពុងសោយសុខជាមួយអាហារបរិបូរណ៍ ផ្លូវមួនអើយអាំងឆ្អិនเป็ดនេះឆ្ងាញ់ជាងផ្សិតទឹករបស់លោកសិទ្ធិឆ្ងាយណាស់ កតេអប់រំការចង់បានហួសពីការពិតឬភាពលោភលន់ខ្លាំងពេកតែងតែធ្វើឲ្យមនុស្សងងឹតភ្នែកមើលមិនឃើញការពិតនិងនាំទុក្ខទោសដល់ខ្លួនឯងអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹង